Biết bầm lại ai cả xá rồi cóរូបភាពទៅជា file PDF តាមរយៈ Telegram បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងចែករំលែកពីរបៀបក្នុងការបំលែងឯកសាររបស់យើងឬក៏រូបភាពទៅជា file PDF របៀបក្នុងការធ្វើអត់ពិបាកទេយើងគ្រាន់តែធ្វើការចូលជាមួយនឹងកម្មវិធី Telegram យើងជាមុនសិនបន្ទាប់មកយើងគ្រាន់តែធ្វើការ search ពាក្យថា Office to PDF បាទបន្ទាប់មកទៀតយើងធ្វើការ select ត្រង់ចំណុចខាងលើនឹងមកបាទរួចហើយកន្លែងខាងក្រោមដែលគេដាក់ថា restart បាទអញ្ចឹងបងប្អូន select ទៅលើពាក្យថា restart បាទត្រង់ចំណុចនេះបងប្អូនអាចធ្វើការ copy អត្ថបទឬក៏សរសេរអត្ថបទត្រង់ចំណុចហ្នឹងមកណាបាទដែលអត្ថបទបងប្អូនចង់ធ្វើការបំលែងទៅជា file PDF ហ្នឹងឯងបាទបន្ទាប់មកយើងគ្រាន់តែធ្វើការចុចកន្លែងសញ្ញាព្រួយហ្នឹងមកបាទអញ្ចឹងវានឹងបង្ហាញ folder មួយទៀតហើយនេះបាទហើយត្រង់ចំណុចហ្នឹងបើសិនជាបងប្អូនចង់ធ្វើការថែមរូបភាពយើងចុចពាក្យកន្លែងដែល attach file ហើយជ្រើសរើសរូបភាពណាដែលបងប្អូនចង់ធ្វើការបំលែងទៅជា file PDF ហ្នឹងឯងបាទអញ្ចឹងខ្ញុំសូមឧទាហរណ៍បង្ហាញបងប្អូនសិនបាទបន្ទាប់មកយើងចុចសញ្ញាព្រួយអញ្ចឹងវានឹងបង្ហាញទាំងពីរ folder តែម្ដងបាទអញ្ចឹងបងប្អូនអាច select folder មួយណាសិនមកបាទហើយបន្ទាប់មកទៀតបងប្អូនចុច restart ម្ដងទៀតមកចឹងបន្ទាប់ពីយើងធ្វើការចុច restart ហើយវានឹងបង្ហាញទម្រង់បែបនេះហើយដើម្បីយើងចូលទៅបើកមើលនៅអត្ថបទ file PDF របស់យើងបានបងប្អូនឃើញកន្លែងសញ្ញាខាងក្រោមនឹងឯងកន្លែងសញ្ញាខាងក្រោមដែលគេដាក់ថា log in ចឹងបងប្អូន select ត្រង់ចំណុច log in មកហើយយើងធ្វើការ log in ជាធម្មតាមកកន្លែងហ្នឹងយើងអត់ពេញអីទេណាបាទបន្ទាប់មកទៀតយើងនឹងឃើញ file PDF របស់យើងហើយចឹងសាកល្បងចុចមើលទៅបាទចឹងមានន័យថាយើងអាចធ្វើការបំលែងនៅអត្ថបទរបស់យើងហ្នឹងទៅជា file PDF មួយបានដោយជោគជ័យតែម្ដងអញ្ចឹងសម្រាប់បងប្អូនឬក៏សិស្សនិស្សិតដែលចង់ធ្វើគឺងាយស្រួលមែនតើយើងប្រើតែកម្មវិធី Telegram ក៏យើងអាចធ្វើបានដែរបាទមួយទៀតអញ្ចឹងខ្ញុំនឹងបង្ហាញរបៀបក្នុងការ convert file PDF ជាលក្ខណៈរូបភាពម្ដងអញ្ចឹងយើងចេញពីកន្លែងហ្នឹងយើងចូលមកទំព័រដើមវិញបាទបន្ទាប់មកទៀតបងប្អូននឹងឃើញកន្លែងខាងលើហ្នឹងយើង select ហើយបាទរួចហើយបងប្អូនវាតម្រូវឲ្យយើងធ្វើការបន្ថែមនៅរូបភាពអញ្ចឹងបងប្អូនចុចកន្លែង attach file ហ្នឹងមកហើយគ្រាន់តែយើងធ្វើការជ្រើសរើសនៅរូបភាពណាដែលបងប្អូនចង់បំលែងនឹងឯងអញ្ចឹងបន្ទាប់ពីធ្វើការជ្រើសរើសហើយយើងចុចបញ្ជូនបាទបន្ទាប់មកទៀតវានឹងបង្ហាញបែបនេះហើយយើងមានរូបភាពរួចរាល់ហើយបងប្អូនគ្រាន់តែធ្វើការចុចត្រង់ចំណុចខាងក្រោមនឹងមកបាទយើង select រួចរាល់ហើយយើងគ្រាន់តែធ្វើការបន្ថែមនៅឈ្មោះអញ្ចឹងតកតងជាមួយនឹងឈ្មោះ file របស់យើងហ្នឹងយើងអាចធ្វើការបន្ថែមនៅឈ្មោះសិនមកអញ្ចឹងកន្លែងនេះគឺខ្ញុំសូមធ្វើការដាក់ឈ្មោះមួយឧទាហរណ៍ងាយសម្រាប់បងប្អូនទេបាទអញ្ចឹងបងប្អូនអាចធ្វើការបំពេញឈ្មោះយ៉ាងម៉េចក៏បានដែរណាតាមចិត្តបងប្អូនទេអូខេតោះបន្ទាប់មកយើងចុចបញ្ជូនហើយបន្ទាប់មកទៀតវានឹងបង្ហាញទម្រង់បែបនេះហើយយើងគ្រាន់តែធ្វើការចុចពាក្យថា yes អូខេរួចហើយបងប្អូនត្រូវធ្វើការដាក់ឈ្មោះ file ឯកសាររបស់យើងដើម្បីងាយស្រួលចំណាំបាទអញ្ចឹងខ្ញុំសូមធ្វើការដាក់ថា document ហើយខ្ញុំចុចបញ្ជូនបន្ទាប់មកទៀតវានឹងធ្វើការ convert រូបភាពរបស់យើងហ្នឹងទៅជាប្រភេទ file PDF ហើយអញ្ចឹងងាយបងប្អូនអញ្ចឹងយើងអាចយក file ហ្នឹងយកមកប្រើប្រាស់បានដោយយើងគ្រាន់តែធ្វើការសង្កត់ឲ្យជាប់ទៅលើ file ប្រភេទហ្នឹងមកបាទបងប្អូនគ្រាន់តែសង្កត់ឲ្យជាប់មកយើងនឹងឃើញសញ្ញាព្រួយត្រង់ចំណុចខាងលើអញ្ចឹងយើងចុច save ជាការស្រេចបាទវីដេអូក៏មានត្រឹមតែប៉ុណ្្នឹងទេអរគុណជួបគ្នាវីដេអូក្រោយ